ញោមស្រីម្នាក់បានបើកភួយដែលស្ងាត់សកម្មភាពនោះបានធ្វើឲ្យចិត្តធម៌របស់លោកនេនកំឡោះត្រូវរង្គោះរង្គើភ្លាមវិនាទីដែលនាងបានវាឆ្លងកាត់ព្រះពុទ្ធរូបវិន័យសង្ឃនិងសិលធម៌ដែលធ្លាប់តែរក្សាជាច្រើនឆ្នាំក៏ត្រូវរលាយបាត់អស់ចាប់ពីពេលនោះមកព្រៃជ្រៅនៅភ្នំខាងក្រោយបានក្លាយជាកន្លែងលួចជួបគ្នាពួកគេថែមទាំងហ៊ានលួចសម្ដែងក្តីស្នេហានៅចំពោះមុខព្រះគ្រូចៅអធិការទៀតផងរហូតដល់ថ្ងៃមួយខណៈដែលអ្នកទាំងពីរកំពុងដេកអោបគ្នាយ៉ាងមានក្តីសុខនៅលើទូកតូចមួយកណ្ដាលបឹងព្រះគ្រូក៏បានទតឃើញរឿងរ៉ាវអាស្រូវនៃកម្មពៀននេះព្រះអង្គបានក្រវែងមាន់ទៅលើក្បាលទូករួចទាញទូកនោះត្រឡប់មកក្បែរច្រាំងវិញបន្ទាប់មកព្រះគ្រូក៏បានដកឆ្នុកឈើដុតបាតទូកចេញទុកឲ្យទឹកបឹងដ៏ត្រជាក់ស្រេបជ្រាបចូលក្នុងទូកដើម្បីដាស់ពួកគេឲ្យភ្ញាក់ពីកម្មសុបិនអ្នកទាំងពីរភ្ញាក់ឡើងទាំងការភ័យស្លន់ស្លោបរួចក៏បានមកលុតជង្គង់នៅចំពោះមុខព្រះគ្រូចៅអធិការមិនបានវេដំឬស្ដីបន្ទោសសោះឡើយប៉ុន្តែបានសួរទៅញោមស្រីតើជំងឺក្នុងចិត្តបានធូរហើយមែនទេញោមស្រីបានឆ្លើយថាបានធូរហើយបើអញ្ចឹងញោមស្រីអាចត្រឡប់ទៅផ្ទះវិញបានហើយលោកនេនលើបែបនេះប្រញាប់ប្រញាល់ចូលទៅសុំក្តីមេត្តាជំនួសនាងដើម្បីនៅទីនោះប៉ុន្តែគ្រប់យ៉ាងហួសពេលទៅហើយគេបានត្រឹមតែដេកយំសោកសៅម្នាក់ឯងនៅចំពោះមុខព្រះភ័ក្ត្រព្រះពុទ្ធរូបរាត្រីដ៏វែងឆ្ងាយដែលគ្មាននាងនៅក្បែរធ្វើឲ្យគេដេកប្រែប្រួលខ្លួនពេញមួយយប់នៅយប់ងងឹតដ៏ស្ងាត់ជ្រងំដែលពោពេញដោយហ្វូងតារាគេបានលួចបីព្រះពុទ្ធរូបនៅក្នុងព្រះវិហាររួចរត់ចាក់ចេញពីវត្តទាំងកណ្ដាលអាធ្រាត្រដើម្បីតាមរកដានជើងរបស់ស្រីជាទីស្រឡាញ់ដោយមិនដឹងថាព្រះគ្រូចៅអធិការបានដឹងរឿងរ៉ាវគ្រប់យ៉ាងនិងបានមើលធ្លុះដឹងពីជោគវាសនាចំណងលោកីនៅក្នុងខ្លួនរបស់គេតាំងពីដំបូងមកម្ល៉េះលោកនេនម្នាក់នេះតាំងពីតូចមកបានរស់នៅជាមួយព្រះគ្រូចៅអធិការនៅក្នុងវត្តដ៏តូចមួយដាច់ស្រយាលនៅកណ្ដាលបឹងផ្ទៃទឹកដែលហុំព័ទ្ធ4ទិសប្រៀបដូចជារបងធម្មជាតិជួយកាត់ផ្ដាច់ពីខាងក្រៅដ៏សែនវឹកវរទាំងស្រុងរាល់ពេលដែលព្រះគ្រូនិមន្តទៅបេះឱសថនៅក្នុងខាងក្រោយគឺមានតែពេលនោះទេដែលគេមានឱកាសលួចលេងសប្បាយម្នាក់ឯងគេបានឡើងទៅលេងលើស្មានៃព្រះពុទ្ធរូបដ៏ធំស្កឹមស្កាយតែចិត្តរបស់គេបែរជាហោះហើរសប្បាយខណៈដែលព្រះគ្រូមិនបានចាប់អារម្មណ៍គេបានលុកដៃទៅចាប់ត្រីមួយក្បាលរួចយកដុំថ្មតូចមួយទៅចងភ្ជាប់នឹងខ្លួនវាបន្ទាប់មកក៏លែងវាចូលទៅក្នុងទឹកវិញពេលឃើញសត្វត្រីនោះហែលទាំងត្រដកខ្យល់យ៉ាងលំបាកគេក៏បានលេចចេញនៅស្នាមញញឹមដ៏ល្ងងខ្លៅនិងខលខូចដោយមិនដឹងថាទង្វើអាក្រក់ទាំងអស់នេះត្រូវបានព្រះគ្រូទតឃើញនិងកត់ត្រាទុកក្នុងប្រតិទាំងអស់នោះទេបន្ទាប់មកគេក៏បានចាប់សត្វកង្កែបមួយក្បាលទៀតរួចធ្វើបាបវាបន្តតាមវិធីដដែលនោះដែរសត្វកង្កែបដែលផ្ទុកដុំថ្មដ៏ធ្ងន់បានលោតចូលទៅក្នុងទឹកសកម្មភាពរបស់វាប្រែជាយឺតយ៉ាវនិងលំបាកខ្លាំងដូចជាធ្លាក់ក្នុងភក់ជ្រៅអំពើបាបរបស់កូនសង្ឃតូចបានរីករាលដាលពេញភ្នំខាងក្រោយសូម្បីតែសត្វពស់វែកដ៏សាហាវក៏មិនអាចគេចផុតពីកម្មពៀននេះដែរគេមិនបានដឹងឡើយថាដុំថ្មដែលខ្លួនបានចងទៅលើសត្វលោកទាំងនោះកំពុងតែប្រែរាយទៅជាកម្មក្រាស់ក្រៃដុតរោលជីវិតខ្លួនឯងព្រះគ្រូចៅអធិការបានយកដុំថ្មដ៏ធំមួយលបចូលទៅចងភ្ជាប់នឹងខ្នងរបស់កូនសិស្សព្រឹកឡើងពេលដែលគេភ្ញាក់ពីដំណេករាងកាយទាំងមូលត្រូវរងការជួយជប់ចាប់យ៉ាងខ្លាំងដោយសារតែដុំថ្មនោះគេបានត្រឹមតែយំសំពះអង្វរឲ្យព្រះគ្រូជួយស្រាយខ្សែចំណងតែព្រះគ្រូមានសង្ឃដីកាយ៉ាងស្ងប់ស្ងាត់និងសួរត្រឡប់ទៅវិញថាតើសត្វត្រីកង្កែបនិងពស់ទាំងនោះមានការជួយចាប់ដូចឯងពេលនេះដែរឬទេព្រះគ្រូបានបញ្ជាឲ្យគេស្ពាយដុំថ្មនោះដើរទៅមុខព្រះគ្រូបានប្រើវិធីសាស្ត្រដ៏សាមញ្ញនិងចាក់ដោតបំផុតនេះដើម្បីឲ្យគេបានយល់ដឹងច្បាស់ពីច្បាប់ធម្មជាតិថាអ្វីដែលខ្លួនមិនចង់បានក៏កុំយកទៅធ្វើបាបអ្នកដទៃគេបានត្រឹមតែស្ពាយដុំថ្មដើរត្រឡប់ទៅក្នុងខាងក្រោយវិញតែម្នាក់ឯងដើម្បីតាមរកសត្វលោកដែលខ្លួនធ្លាប់បានលេងសើចធ្វើបាបមានតែការស្រាយចំណងទុកចេញពីសត្វលោកទាំងនោះទេទើបអាចរំដោះកម្មពៀចេញពីខ្លួនឯងបានប៉ុន្តែជាអកុសលសត្វត្រីតូចនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយគេបានត្រឹមតែបង្ហូរទឹកភ្នែកយកវាទៅកប់ក្នុងដីសូម្បីតែសត្វពស់តូចនោះក៏មិនអាចរក្សាជីវិតបានដែរអ្វីគ្រប់យ៉ាងគឺបណ្ដាលមកពីអំពើបាបរបស់គេទាំងអស់កូនសង្ឃតូចបានបង្ហូរទឹកភ្នែកដោយទឹកភ្លៀងខណៈដែលព្រះគ្រូនៅពីក្រោយមានប្រតិស្ងប់ស្ងាត់ដូចជាទឹកបឹងមិនដឹងថាទឹកភ្នែកទាំងនេះជាការអាណិតអាសូរដល់សត្វលោកឬជាការភ័យខ្លាចចំពោះកម្មពៀដ៏ធ្ងន់ធ្ងរដែលខ្លួនមិនអាចស្រាយចេញនោះទេពេលវេលាវិលវល់យ៉ាងលឿនកូនសង្ឃតូចបានធំធាត់ខ្លាចជាយុវជនរូបរាងមាំមួនតែក្រសែភ្នែករបស់គេបែរជាត្រូវតាក់ទាញដោយសត្វពស់ពីរដងដែលកំពុងរੂបរឹតគ្នាសកម្មភាពបន្តពូជតាមបែបធម្មជាតិនៅក្នុងព្រៃជ្រៅបានធ្វើឲ្យចិត្តរបស់គេចាប់ផ្ដើមមានការរំជើបរំជួលនិងមានចំណង់តណ្ហាយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមកវិនាទីបន្ទាប់មកក៏មានញាតិញោមពីរនាក់ម្ដាយនិងកូនស្រីបានមកកាន់ទីអារាមគេបានចុះទៅទទួលពួកគេដល់ជើងភ្នំយ៉ាងមានសិលធម៌តែក្រសែភ្នែកដ៏ទន់ខ្សោយរបស់គេបែរជាចម្ពាក់ចម្ពិនទៅលើសម្រស់យុវតីរូបនោះដកចិត្តមិនរួចនាំពួកគេចូលមកកាន់ទីអារាមយ៉ាងមានរបៀបរៀបរយយុវតីរូបនោះមានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនិងចង់ស្នាក់នៅក្នុងវត្តដ៏ស្ងប់ស្ងាត់នេះដើម្បីព្យាបាលចិត្តមួយរយៈម្ដាយបានលុតជង្គង់សំពះព្រះភ័ក្ត្រព្រះពុទ្ធរូបដោយចិត្តជ្រះថ្លាដើម្បីបន់ស្រន់ឲ្យកូនស្រីដោយមិនដឹងថាមានភ្នែកមួយគូកំពុងតែលួចសម្លឹងមើលកូនស្រីខ្លួនពីក្រៅបង្អួចឡើយជីវិតនៅក្នុងវត្តពិតជាមានភាពលំបាកនិងធុញទ្រាន់ខ្លាំងណាស់នាងតែងតែមកអង្គុយនៅមាត់ច្រាំងសម្លឹងមើលដំណក់ទឹកភ្លៀងទាំងចិត្តអណ្ដែតអណ្ដូងលោកនេនខ្លាចនាងត្រូវទឹកភ្លៀងរហូតដល់ខ្លួនផ្ដាសាយក៏បានមកឈរក្បែរខ្លួននាងដើម្បីជួយបាំងទឹកភ្លៀងឲ្យយ៉ាងស្ងប់ស្ងាត់នាងគ្មានជំរឿសក៏បានរត់ចូលទៅក្នុងបន្ទប់ដើម្បីផ្លាស់ប្ដូរខោអាវសកម្មភាពដ៏ផ្អែមល្ហែមនោះត្រូវបានលោកនេនលួចមើលឃើញដោយចៃដន្យភ្លើងតណ្ហានៅក្នុងចិត្តក៏ចាប់ផ្ដើមឆេះរោរាយ៉ាងខ្លាំងពេលឃើញនាងគេងលក់យ៉ាងស្កប់ស្កល់នៅចំពោះមុខព្រះពុទ្ធរូបគេបានយកភួយមកដណ្ដប់ឲ្យនាងយ៉ាងស្រទន់ការបារម្ភនេះជាកាតព្វកិច្ចរបស់អ្នកបួសតែចិត្តរំជើបរំជួលនៅក្នុងខ្លួនគឺមិនអាចគ្រប់គ្រងបានឡើយខណៈដែលគេលូកដៃចូលទៅក្នុងភួយនាងក៏បានភ្ញាក់ខ្លួនព្រឺតលោកនេនភ័យស្លន់ស្លោរត់មកលុតជង្គង់នៅចំពោះមុខព្រះពុទ្ធរូបភ្លាមដើម្បីសារភាពកំហុសចំពោះចំណងបណ្ដោះអាសន្នរបស់ខ្លួនដៃទាំងពីររបស់គេនៅតែញ័ររន្ធត់មិនទាន់បាត់តែនាងបែរជាលូកដៃមកចាប់ស្មារបស់គេយ៉ាងស្រទន់ទៅវិញចៃដន្យអ្វីយប់នោះព្រះគ្រូចៅអធិការបានរុញទ្វារដើរចូលមកនាងភ័យស្លន់ស្លោប្រញាប់រត់ចេញទៅតែទឹកមុខដ៏ស្លន់ស្លោរបស់លោកនេនបានធ្វើឲ្យព្រះគ្រូចាប់ផ្ដើមមានការសង្ស័យយ៉ាងខ្លាំងថ្ងៃបន្ទាប់លោកនេនត្រូវទៅបេះឱសថនៅក្នុងខាងក្រោយនាងក៏បានសុំដើរទៅជាមួយដែរវិនាទីដែលពួកគេដើរចេញពីទ្វារវត្តហាក់ដូចជាបានឈានជើងរំលងរបងនៃវិន័យសង្ឃទាំងអស់នាងបានដើរចូលទៅក្នុងទឹកអូរដ៏ថ្លាឆ្វង់ទឹកបានឆ្លុះបញ្ចាំងពីសម្រស់រាងកាយដ៏ស្រស់ស្អាតរបស់នាងលោកនេនលួចមើលពីលើដុំថ្មដោយសារតែភ័យពេកក៏បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកអូរនោះដែរដើម្បីលាក់បាំងភាពអៀនខ្មាស់គេបានមុជចូលទៅក្នុងទឹកហើយក៏ហៅថាសូមជួយចាប់ត្រីមួយក្បាលឲ្យនាងគេបានហុចត្រីនោះទៅឲ្យនាងតែព្រាមនោះគេលែងលាក់បាំងមនោសញ្ចេតនាទៀតហើយគេបានលូកដៃទៅអង្អែលថ្មរបស់នាងយ៉ាងស្រទន់តែត្រូវនាងច្រានចូលទៅក្នុងទឹកវិញភ្លាមចិត្តដែលរំជើបរំជួលរបស់គេក៏បានធូរស្រាលបន្តិចយប់នោះគេដេកប្រែប្រួលខ្លួនពេញមួយយប់មិនអាចលក់ឡើយនាងដែលនៅក្បែរក៏ហាក់ដូចជាមានការរងចាំដូចគ្នាតែចុងក្រោយគេសម្រេចចិត្តបែរខ្នងដាក់នាងមិនហ៊ានសម្លឹងមើលមុខនាងឡើយភាពផ្ដៅក្រហាយនិងចំណងនៅក្នុងខ្លួនមិនដឹងជាយកទៅទុកនៅឯណាគេក៏បានរត់ទៅមាត់បឹងដើម្បីចៅទូកបញ្ចេញកម្លាំងយ៉ាងខ្លាំងតែចិត្តរបស់គេបានវឹកវរអស់ហើយទូកតូចនោះបានត្រឹមតែវិលវល់នៅលើផ្ទៃទឹកមិនអាចទៅមុខរួចឡើយដើម្បីពន្លត់ភ្លើងតណ្ហានៅក្នុងចិត្តគេក៏បានលោតចូលទៅក្នុងទឹកបឹងដ៏ត្រជាក់
នាងបារម្ភយ៉ាងខ្លាំងក៏បានចូលមកជួយតែត្រូវលោកនេនទាញចូលទៅក្នុងទឹកជាមួយគ្នាពេលឃើញសម្លៀកបំពាក់ជោគជាប់នឹងរាងកាយរបស់នាងលោកនេនមិនអាចទ្រាំបានទៀតឡើយពួកគេបានបំពេញសិលធម៌និងរួមរស់ជាមួយគ្នានៅក្នុងខាងក្រោយដោយមិនដឹងថាព្រះគ្រូចៅអធិការបានដឹងរឿងរ៉ាវអាស្រូវនេះទាំងអស់នោះទេព្រះគ្រូចៅអធិការសួរទៅកាន់នាងថាពេលនេះលែងឈឺចាប់ហើយមែនទេនាងឆ្លើយតបថាចាព្រះគ្រូមានសង្ឃដីកាថានោះហើយជាអសត់ជាបាចិត្តពេលនេះនាងជាហើយចូលចាក់ចេញទៅផ្ទះចុះព្រះគ្រូចៅអធិការបានដេញនាងចេញពីវត្តហើយលោកនេនក៏បានរត់តាមនាងចាក់ចេញពីដីពុទ្ធសាសនានេះដែរព្រះគ្រូមិនបានខាត់ខាំងសូម្បីបន្តិចព្រោះទ្រង់ដឹងថាគ្រប់យ៉ាងគឺជាកម្មផលដែលបានកំណត់ទុកជាមុនពិតមែនហើយមិនបានប្រមាណឆ្នាំផងព្រះគ្រូក៏បានឃើញឈ្មោះរបស់កូនសិស្សនៅលើកាសែតគេបានសាងបាបកម្មសម្រាប់មនុស្សដោយបានដាច់ចិត្តសម្រាប់ប្រពន្ធរបស់ខ្លួនឯងហើយពេលនេះកំពុងតែរត់គេចខ្លួនគ្រប់ទិសទីព្រះគ្រូចៅអធិការមានប្រតិក្រិមក្រមបានត្រឡប់មកក្នុងវត្តដើម្បីដេកស្បង់ជីវរឲ្យកូនសិស្សពេលដែលដេករួចរាល់នៅក្រៅវត្តក៏មានសម្លេងដានជើងដ៏ធ្លាប់ស្គាល់ដែលចូលមកក្រសែភ្នែករបស់គេលែងមានភាពស្អាតស្អំដោយការពីមុនទៀតហើយគឺមានតែភាពសាហាវខុសខើនិងគំនុំខ្មៅងងឹតពេលឃើញព្រះគ្រូចៅទូកមកទទួលភាពសាហាវនៅក្នុងចិត្តរបស់គេក៏បានថយចុះបន្តិចព្រះគ្រូមានសង្ឃដីកាថាធំធាត់ខ្លាំងណាស់ហើយចូលឡើងទូកមកគេបានអង្គុយស្ងៀមនៅលើទូកឈើចាស់នោះព្រះគ្រូសួរនាំពីរឿងរ៉ាវនៅក្នុងលោកីគេនិយាយទាំងកំហឹងថានាងមានប្រុសថ្មីមិនមែនខ្ញុំទេព្រះគ្រូបំរុងសួរប៉ុន្តែគេនិយាយកាត់ថាតើវាសមហេតុផលទេនាងធ្លាប់និយាយថាស្រឡាញ់តែខ្ញុំម្នាក់គត់ព្រះគ្រូសួរថាហើយចុះបន្ទាប់មកគឺតបថាដូច្នេះខ្ញុំមិនអាចទ្រាំបានឡើយព្រះគ្រូបានដាស់តឿនថាលោកីគឺបែបហ្នឹងហើយឯងមិនដឹងទេដល់ពេលដែលត្រូវលះបង់ក៏ត្រូវតែលះបង់ចុះអ្វីដែលឯងគិតថាល្អអ្នកដទៃក៏គិតថាល្អដូចគ្នាគេនៅតែមិនព្រមនឹងជេរប្រមាថយ៉ាងខ្លាំងព្រះគ្រូសួរថាឯងពិតជាមិនអាចអត់ទ្រាំបានមែនទេគេតបថាបាទព្រះគ្រូចៅអធិការមិនបានស្ដីបន្ទោសអ្វីច្រើនឡើយគ្រាន់តែប្រាប់ឲ្យគេយកព្រះពុទ្ធរូបដែលលួចទៅនោះចេញមកនៅក្រោមព្រះពុទ្ធរូបមានលក្ខទុកកំបិតដែលប្រឡាក់ឈាមសម្រាប់មនុស្សរូបភាពដែលគេសម្រាប់ប្រពន្ធបានរត់ចូលក្នុងខួរក្បាលភ្លាមៗគេបានអង្គុយនៅក្រៅទ្វារយកកំបិតនោះចាក់ទៅលើដីម្ដងហើយម្ដងទៀតយ៉ាងឈឺចាប់ព្រះគ្រូឃើញកូនសិស្សឈឺចាប់យ៉ាងខ្លាំងចុងក្រោយក៏មានប្រតិអាណិតនិងព្រមឲ្យគេស្នាក់នៅបន្តប៉ុន្តែគេមិនដេកចិត្តព្រះគ្រូដោយការពីមុនឡើយបាបកម្មធ្វើឲ្យគេជួបតែសប្បុរសអាក្រក់រាល់យប់ថ្ងៃបន្ទាប់គេបានទៅកន្លែងដែលធ្លាប់ជួបគ្នាដំបូងហើយបានវាយទឹកបឹងដើម្បីបញ្ចេញកំហឹងពេលត្រឡប់មកវត្តវិញគេបានសរសេរយ័ន្តរួចយកមកបិទចិត្តរុនទាំង7នៅលើផ្ទៃមុខខ្លួនឯងការឈឺចាប់ដោយសារតែដកដង្ហើមមិនរួចធ្វើឲ្យគេធ្ងោចេញមកយ៉ាងវេទនាព្រះគ្រូឮសំឡេងក៏ប្រញាប់មកជួយទើបដឹងថាគេកំពុងតែចង់សម្លាប់ខ្លួនឯងព្រះគ្រូបានយកឈើមកវាយខ្នងគេយ៉ាងខ្លាំងនិងស្ដីបន្ទោសចំពោះចិត្តងងឹតងងល់របស់គេបន្ទាប់មកព្រះគ្រូបានយកកន្ទុយឆ្មាជ្រលក់ទឹកខ្មៅរួចសរសេរធម៌នៅលើក្តារបន្តិចដើម្បីឲ្យកូនសិស្សស្ងប់ចិត្តនិងលាងបាបព្រះគ្រូបង្ខំឲ្យគេយកកំបិតប្រឡាក់ឈាមនោះមកឆ្លាក់តួអក្សរធម៌នីមួយៗមិនយូរប៉ុន្មានប៉ូលីសបានតាមរកមកដល់វត្តព្រះគ្រូចៅទូកទៅទទួលពួកគេយ៉ាងស្ងប់កូនសិស្សអង្គុយឆ្លាក់អក្សរធម៌មែនតែចិត្តរបស់គេបានភ័យស្លន់ស្លោអស់ហើយពេលប៉ូលីសឡើងច្រាំងគេស្ទុះក្រោកឈរកាន់កំបិតបំរុងតតាំងតែព្រះគ្រូប្រាប់ឲ្យគេបន្តឆ្លាក់អក្សរធម៌ទៀតកុំខ្វល់ខ្វាយពីរឿងខាងក្រៅឃើញព្រះគ្រូមានបារមីខ្ពស់បែបនេះប៉ូលីសក៏ព្រមឈររងចាំឲ្យគេឆ្លាក់អក្សរធម៌ឲ្យចប់ប៉ុន្តែប៉ូលីសដែលធ្លាប់តែរស់នៅក្នុងលោកីមានចិត្តវឹកវរក៏បានយកកំភ្លើងមកបាញ់លេងកំដរអារម្មណ៍សំឡេងកំភ្លើងដ៏ខ្លាំងបានធ្វើឲ្យកូនសិស្សចិត្តមិនស្ងប់តែព្រះគ្រូប្រាប់ឲ្យគេធ្វើចិត្តឲ្យធ្ងន់កុំឲ្យសំឡេងកំភ្លើងមករំខានបន្ទាប់មកព្រះគ្រូយកដុំថ្មតូចមួយគ្រវែងទៅចំគោលដៅយ៉ាងត្រង់កូនសិស្សយល់ពីបំណងព្រះគ្រូភ្លាមក៏បានប្រមូលអារម្មណ៍ឆ្លាក់អក្សរធម៌រហូតដល់យប់ជ្រៅប៉ូលីសឃើញគេមានការតាំងចិត្តនិងហត់នឿយខ្លាំងក៏បានជួយកាន់ទៀនបំភ្លឺឲ្យយ៉ាងស្ងប់ស្ងាត់គេបានឆ្លាក់ធម៌អស់រយៈពេលជាច្រើនថ្ងៃភាពសាហាវនិងគំនុំនៅក្នុងចិត្តក៏បានរលាយបាត់អស់វត្តកណ្ដាលបឹងធ្លាប់តែនៅស្ងៀមបែរជាអាចរំកិលខ្លួនមកចំទ្វារវត្តយ៉ាងអស្ចារ្យគេបានលុតជង្គង់សំពះព្រះគ្រូយ៉ាងខ្លាំងនិងព្រមទទួលទោសតាមច្បាប់ប៉ូលីសឃើញចិត្តធម៌របស់គេត្រឡប់មកវិញក៏មិនបានដាក់ខ្នោះដៃរបស់គេដែរព្រះគ្រូចៅអធិការសម្លឹងមើលកូនសិស្សចាក់ចេញទៅទាំងក្តីស្រឡាញ់តែទូកនោះដូចជាត្រូវអ្វីទិញទុកចៅយ៉ាងណាក៏មិនទៅមុខដែរកូនសិស្សដឹងថាជាចិត្តមិនដាច់អាល័យរបស់ព្រះគ្រូតែគ្រប់យ៉ាងគឺជាជោគវាសនាដែលមិនអាចកែប្រែបានឡើយព្រះគ្រូក៏វិដ័យលាទូកនោះទើបអាចទៅមុខរួចព្រះគ្រូសម្លឹងមើលរហូតដល់កូនសិស្សបាត់ស្រមោលទើបហៅទូកត្រឡប់មកវិញព្រះអង្គបួសនៅក្នុងវត្តនេះរាប់សិបឆ្នាំបានរលាយចូលគ្នាជាមួយធម្មជាតិអស់ហើយតែទោះបីជាមានធម៌ខ្ពស់យ៉ាងណាក៏ដោយក៏មិនអាចកែប្រែជោគវាសនារបស់កូនសិស្សបានដែរនិងមិនអាចដាច់ចិត្តពីកូនសិស្សបានឡើយពេលត្រឡប់មកក្នុងវត្តវិញព្រះគ្រូបានដោះស្បង់ចីវរចាស់ចេញយកអស់មកកូលលើទូកដកឈើបាត់ទូកយកយន្តមកបិទចិត្តរុនទាំង7នៅលើផ្ទៃមុខខ្លួនឯងរួចអង្គុយលើគំនរអស់នោះយ៉ាងស្ងប់ភ្លើងបានឆេះសន្ធោសន្ធៅបូជាព្រះសពព្រះគ្រូកណ្ដាលបឹងព្រះអង្គបានសម្រេចធម៌សកត់ក្នុងភ្លើងយ៉ាងស្ងប់ស្ងាត់មានតែសត្វពស់មួយក្បាលដែលវារកាត់អក្សរធម៌នៅលើក្តារបន្ទះច្រើនឆ្នាំកន្លងផុតទៅកូនសិស្សដែលរួចទោសបានត្រឡប់មកវត្តវិញគេឃើញមានតែសត្វពស់មួយក្បាលដេកនៅលើស្បង់ចីវរចាស់របស់ព្រះគ្រូគេបានដុតទៀនរួចមកចូលទៅក្នុងទឹកបឹងដែលកកដើម្បីតាមរកនិងបានរកឃើញព្រះបរមសារីរិកធាតុរបស់ព្រះគ្រូគេបានយកទឹកកកមកឆ្លាក់ជាព្រះពុទ្ធរូបយ៉ាងស្អាតរួចយកព្រះសារីរិកធាតុនោះមកដាក់ចំកណ្ដាលចិញ្ចើមព្រះពុទ្ធរូបរាល់ពេលដែលគេសូត្រធម៌តាំងសមាធិសត្វពស់នោះតែងតែមកដេកក្បែរខ្លួនជានិច្ចធម៌អាចដែលព្រះគ្រូបានប្រដៅកាលពីមុនបានធ្វើឲ្យគេមានចិត្តអត់ធ្មត់និងរឹងមាំយ៉ាងខ្លាំងថ្ងៃមួយខណៈដែលគេកំពុងតាំងសមាធិក៏មានញោមស្រីម្នាក់ពាក់ម៉ាស់បិទមុខបានមកកាន់ទីអារាមនាងបានលួចទុកកូនង៉ែតម្នាក់នៅក្នុងវត្តរួចលុតជង្គង់សំពះយ៉ាងមានវិបដិសារីទោះបីជានាងបោះបង់កូនចោលមែនតែនាងមានការជឿចាប់និងគ្មានជំរឿសឡើយក្រណាត់បិទមុខពណ៌ស្វាយមិនអាចបិទបាំងទឹកភ្នែករបស់នាងបានឡើយនាងបានបើកក្រណាត់មើលមុខកូនជាលើកចុងក្រោយរួចក៏ដើរចេញពីទ្វារវត្តទៅកូនង៉ែតនោះបានវាចេញមកក្រៅទ្វារវត្តដូចជាចង់ចាប់យកស្បែកជើងនៅលើទឹកភិក្ខុអង្គនោះប្រញាប់មកបីកូនង៉ែតស្រាប់តែឃើញស្រមោលពណ៌ស្វាយនៅក្រោមទឹកកកតាមពិតស្ត្រីជាម្ដាយបានលត់ទឹកសម្រាប់ខ្លួនបាត់ទៅហើយនាងជ្រើសរើសវិធីនេះដើម្បីនៅក្បែរកូនពិភពលោកពិតជាសមុទ្រទុកមែន
ភិក្ខុអង្គនោះបានយកត្បាល់ថ្មដ៏ធ្ងន់មកចងភ្ជាប់នឹងខ្លួនឯងគេនឹកឃើញការពីក្មេងដែលខ្លួនធ្លាប់យកដុំថ្មទៅធ្វើបាបសត្វលោកនិងបានសាងបាបកម្មជាច្រើនឥឡូវនេះគេស៊ូទ្រាំនឹងទម្ងន់ដ៏ធ្ងន់នេះដើម្បីពិន័យខ្លួនឯងនិងដើម្បីស្វែងរកសច្ចធម៌នៃព្រះពុទ្ធសាសនានៅចំពោះមុខព្រះពុទ្ធរូបដ៏ស្ងប់ស្ងាត់គេបានតាំងសមាធិនិងបានយល់ដឹងពីចិត្តធម៌ដ៏ពិតប្រាកដពេលវេលាវិលវល់ពីមួយឆ្នាំទៅមួយឆ្នាំវត្តសង្សារបានលេចចេញរូបរាងឡើងពេលវេលាវិលត្រឡប់មកជាថ្មីកូនង៉ែដែលស្ត្រីនោះទុកចោលបានធំធាត់ឡើងក្លាយជាកូនសង្ឃតូចចំនួនថ្មីរឿងរ៉ាវដែលគួរឲ្យរន្ធត់ចិត្តនោះគឺកូនសង្ឃតូចចំនួនថ្មីនេះមានចរិតខិលខូចនិងល្ងងខ្លៅដូចជាដានជើងចាស់របស់គ្រូគេកាលពីកុមារភាពអញ្ចឹងគេបានយកដុំថ្មតូចៗទៅញាត់ចូលក្នុងមាត់សត្វត្រីនិងធ្វើបាបសត្វកង្កែបរួចហើយសើចសប្បាយយ៉ាងរំភើបដោយមិនដឹងថាខ្លួនឯងកំពុងតែបង្កើតគ្រាប់ពូជនៃកម្មពៀថ្មីមួយទៀតនោះឡើយព្រះពុទ្ធរូបដ៏ស្ងប់ស្ងាត់នៅលើកំពូលភ្នំនៅតែបន្តសម្លឹងមើលមកទីអារាមខាងក្រោមកង់នៃវត្តសង្សារនិងកម្មផលនៅតែបន្តវិលវល់ពីចំនួនមួយទៅចំនួនមួយមិនចេះចប់មិនចេះហើរពីកូនសិស្សទៅជាព្រះគ្រូច្បាប់នៃកម្មផលមិនអាចតិចផុតបានឡើយខ្ញុំគឺផាន់សូមអរគុណចំពោះការទស្សនាសង្ឃឹមថានឹងបាន follow ដើម្បីបានជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ